តោះមកចំណាយពេលដើរលេងមួយថ្ងៃពេញជាមួយខ្ញុំនៅក្នុងប្រទេសស្វីសចឹងនេះគឺជាថ្ងៃទី3របស់ខ្ញុំឯនៅក្នុងទឹកដីអឺរ៉ុបហើយនិយាយថាដើរលេងអត់ឈប់ហ្មងមួយថ្ងៃហ្នឹងចេញពីប្រទេសមួយចូលប្រទេសមួយសប្បាយសាហាវហកឡើងងើពីគេថ្ងៃនេះគឺមកកក់សក់ផ្លុំសក់ចេញទេសភាពទៅហូបក្នុងចឹងយ៉ាងណាមកចាំហើយព្រឹកនេះគឺខ្ញុំញ៉ាំអាហារពេលព្រឹកនៅក្នុងសថាគារទម្លាប់នៅស្រុកយើងមានអីញ៉ាំបបោឈើណដល់ពេលមកដល់នេះអ្នកនរគ្នាមានតែពងមាន់ពងទាប៊ឺយូហ្គើតនំប៉័ងដល់ពេលចឹងខ្ញុំមិនដឹងញ៉ាំអីទេខ្ញុំអត់សូវចេះញ៉ាំនៅនេះប្រជាជនគេញ៉ាំអីលឿនណាអ្នកនរគ្នាហើយគេអត់ញ៉ៃញ៉ៃច្រើនទេឃើញប្រែកស្អីហើយយំហ្មងឯទៅអីញ៉ាំអី Nè, tôi mới mà hay bỏ bỏ mớ rá cuộc bỏ lỡ có cuộc thìจะกดបងផងខ្ញុំគាត់ព្រៀនញ៉ាំពងទានេះដល់នេះសាពងទានេះគេធ្វើអត់ឆ្អិនទេចឹងយើងអាចបើកញ៉ាំបានដូចពងទាកូនចឹងញ៉ាំអីហើយអស់ហើយចឹងឥឡូវមកផាត់មុខតែងខ្លួនថ្ងៃនេះពួកខ្ញុំដើរលេងពីព្រលឹមដល់យប់ហ្មងអញ្ចឹងខ្ញុំត្រូវប្រើ sunscreen ការពារកម្ដៅថ្ងៃជាមួយនឹងម្សៅទំនាប់តែស្ដើងទប់ជាតិខ្លាញ់បានយូរដំបូងគឺខ្ញុំមកប្រើប្រាស់ J-in Air Thin Sunscreen ដែលជាឡេការពារកម្ដៅថ្ងៃប្រភេទ Hybrid សាច់រាវល្មមជ្រាបចូលស្បែកបានលឿនមិនបែកខ្លាញ់ឬស្អាតបន្ទាប់ពីប្រើច្រើនម៉ោងបន្ទាប់មកទៀតគឺខ្ញុំមកធ្វើការលាប J-in Thin Lightweight Foundation ដែលជាប្រភេទម្សៅទ្រនាប់ដែលមានសាច់ម្សៅចំនួនថ្មីស្រាលស្ដើងម៉ត់មានសំណើមងាយស្រួលក្នុងការតបហើយស័ក្តិសមបំផុតសម្រាប់ការ make up ជាប្រចាំថ្ងៃហើយសម្រាប់តម្លៃវិញ J-in Sunscreen គឺមានតម្លៃ$8ហើយ J-in Foundation គឺមានតម្លៃ$10ហើយបើទិញជាឈុតទទួលបានពងផាត់មុខមួយនិង free ដឹកជញ្ជូនទៀតឥឡូវគឺខ្ញុំតែងខ្លួនរួចរាល់ហើយឈុតថ្ងៃនេះលេងឈុតស្បែកម្ដងជិះចេញពីអូតែលវិញឃើញតាមផ្លូវនេះអ្នកនរគ្នាឃើញទេសភាពមានគោស៊ីស្មៅអីស្អាតពេកក៏ចុះលេងថតរូបហើយឃើញខ្សែសសហ្នឹងកុំច្រឡំប៉ះអ្នកនរគ្នាខ្ញុំប៉ះហើយឆក់មកទ្រឹតគេដាក់កុំឲ្យគោចេញទៅខ្នល់ហើយខ្ញុំនេះអត់ដឹងប៉ះមកទ្រឹតស្គាល់គេដែរគោនេះគេចិញ្ចឹមធម្មជាតិឲ្យស៊ីស្មៅអីអ្នកនរគ្នាប៉ុន្តែធាត់ហ្មងណាឥឡូវពួកខ្ញុំបន្តដំណើរទៅលេងទីក្រុងលូសឺនក្នុងប្រទេសស្វីសមកដល់ទីក្រុងគេអ៊ូអរតាមនុស្សច្រើននៅនេះខ្ញុំមានអារម្មណ៍ថាសត្វស្លាបរស់នៅដល់សេរីភាពហ្មងមានតាំងពីកញ្ញានទាក្អែកហើយសត្វផ្សេងៗទៀតខ្ញុំអត់សូវស្គាល់ខ្ញុំដើរឆ្លងស្ពានទៅម្ខាងទៀតនៅនេះលក្ខណៈស្ពានឈើអីគេធ្វើយូរណាគេអត់មានវាយចោលធ្វើថ្មីទេតាមពិតទៅអាកាសធាតុថ្ងៃនេះរៀងសតុំមកអត់បើកថ្ងៃខ្លាំងហ្នឹងចឹងមើលទេសភាពពីចម្ងាយអត់សូវបានឃើញច្បាស់ទេតែមានអីដល់ពេលអញ្ចឹងមួយយ៉ាងណាអ្នកទាំងអស់គ្នាឃើញមេឃសតុំហើយត្រជាក់មែនតើទេសភាពខាងក្រោយនោះបើសិនជាបើកថ្ងៃគឺឃើញភ្នំតកកហ្មងយើងអាចឃើញពណ៌មេឃពណ៌អីច្បាស់អញ្ចឹងណាអូស្នាក់ចេញពីណាគេកុំបើអូស្នាក់ចេញពីណាគេហ៎អមជើងគេអូខ្ញុំមកតែថាឃើញសត្វនឹងខ្ញុំនិយាយមួយសត្វហើយសត្វអីក៏ខ្ញុំនិយាយជាមួយដែរឥឡូវខ្ញុំនាំអ្នកទាំងអស់គ្នាចូលមើលពហិគេបន្តិចឥឡូវយើងដើរមកកន្លែងទេសចរមួយទៀតខ្ញុំមកនេះថ្ងៃនេះឃើញមានធัวមានអីច្រើនអ្នកនរមានជនជាតិចិនកូរ៉េឬក៏អ្នកដែលគាត់មកពីប្រទេសអឺរ៉ុបផ្សេងតែពួកខ្ញុំដើរលេងនេះអត់មានធัวទេអ្នកនរគ្នាគឺដើរលេងខ្លួនឯងហ្មងដោយសារបងខ្ញុំគាត់នៅអ៊ីតាលីអញ្ចឹងទៅគាត់ស្គាល់ច្រើនអញ្ចឹងគាត់នាំដើរហើយនៅក្រោយខ្ញុំនេះគឺជារូបចម្លាក់ផ្ទាំងថ្មរបស់តោតែត្រូវបានរចនាក៏ដូចជាឆ្លាក់ឡើងតាំងពីឆ្នាំ1820ដល់1821គេធ្វើរូបនេះដើម្បីរំលឹកទៅដល់អ្នកដែលគាត់យាមនឹងការពីប្រទេសស្វីសដែលបានពលីជីវិតនៅក្នុងឆ្នាំ1792ក្នុងបដិវត្តន៍របស់ប្រទេសបារាំង
ឥឡូវខ្ញុំនាំអ្នកទាំងអស់គ្នាមកមើលផ្ទះគេវិញផ្ទះនៅអឺរ៉ុបនេះសម្បូរប្អួយចាអ្នកនរគ្នាហើយគេមានដាំផ្កាដាំអីជុំវិញផ្ទះក្តីសម័យខ្ញុំចង់បានផ្ទះទូចល្មមអ្នកទាំងអស់គ្នាឲ្យតែមានដីដាំដំណាំឥឡូវបងខ្ញុំគាត់នាំដើរទៅលើប៉មខាងលើអ្នកទាំងអស់គ្នាដើម្បីមើលទេសភាពទីក្រុងគេទាំងមូលជឿថាគេនេះចោលដែរមិនលេងសើចទេនេះហើយឡើងមកលើនេះ fresh របស់គេដែរទៅបានឃើញទេសភាពទីក្រុងគេឡើងច្បាស់ថាខ្ញុំក្មេងទៅឡើងទៅរៀងចោតម៉ាក់ខ្ញុំឡើងដល់ណាក៏ឡើងដល់គេដែរខ្ញុំទៅសារម៉ាក់ខ្ញុំខ្លាំងហ្មងយីមែនហើយ3អ្នកម៉ែកូននេះដើរលេងស្មារតីគ្នាទៅដល់ណាក៏ដល់ដែរហើយដើរមកដល់ចុងខាងនេះអត់ទាន់អស់ហើយយើងអាចឡើងទៅលើមកតង់ទៀតដើម្បីទៅមើលនាការចឹងពីសម័យមុនគេមើលនាការធំនេះឯងដោយសារថ្ងៃនេះគឺជាថ្ងៃសៅរ៍អាទិត្យចឹងគេឈប់សម្រាកហាង brand ធំខ្លះគឺគេបិទហ្មងមានអ្នកធ្វើការហើយនៅក្នុងប្រទេសស្វីសនេះប្រទេសអ្នកមានមែនណាឥឡូវក៏លេចមកមើលម្ហូបអាស៊ីនេះវិញគ្រាន់តែឆាស្ពៃណាលុយស្វីស25ស្មើនឹងលុយដុល្លារ$31ជាងដល់ពេលមកដល់នេះម្ហូបអាស៊ីអីថ្លៃចឹងអ្នកអរគ្នាខ្ញុំនឹកម្ហូបខ្មែរយើងដើរចង់មកចំហៀងទីក្រុងគេឥឡូវដើរមកចំហៀងទៀតម្ដងបងខ្ញុំគាត់ពពោមកញ៉ាំរ៉ាមែនគេនេះតែរ៉ាមែនគេនេះដូចតែ30%អ្នកនរគ្នាហើយបើចូលបន្ទប់ទឹកក៏ត្រូវបង់លុយដែរណាខ្ញុំ scan កាត ABA យើងអ្នកនរគ្នាកាត់លុយអស់$1.9តែមានអីបន្ទប់ទឹកគេស្អាតនៅនេះជី highway គេបើកលឿនណាដល់ពេលចឹងទៅខ្ញុំត្រូវរករបស់ជំនួយមកកូឡាយើងមានផ្លែប៉ោមជ្រលក់ជាមួយនឹងអំបិលពងទាតាមពិតទៅខ្ញុំក៏មានបានបើកបរអន្តរជាតិដែរខ្ញុំអាចបើកនៅនេះបានព្រោះនៅក្នុងនេះគឺខ្ញុំអាចបើកបាន99ប្រទេសតែសុំមិនបើកទេតែជាយើងលេលើចូលផ្លូវខុសអីគឺថាកដាផាកមកដល់ផ្ទះបងខ្ញុំហ្មងព្រោះនៅក្នុងស្វីសនេះផ្លូវខ្លះគឺជីបានតែអ្នកភូមិគេឯងយើងអត់នៅភូមិនោះយើងអាចចូលបានទៀតតើមើលផ្លាកសញ្ញាកន្លែងតែនិយាយរឿងជីឡានឥឡូវភ្លេចប្រាប់ពួកខ្ញុំមកដល់បឹងមួយធំមានភ្នំខ្ញុំមិនចាំនៅឈ្មោះអីដែរចាំមើលខ្ញុំសួរបងខ្ញុំកន្លែងនេះគឺព័ទ្ធទៅដោយភ្នំហើយនឹងបឹងឥឡូវបងខ្ញុំនាំឡើងឲ្យដល់កពូលហើយនៅលើនេះសិតតែផ្លែត្រឡប់ខ្ញុំខំរមើលក្រោមដែរឃើញលោមានជ្រក់អត់មានជ្រក់សោះអញ្ចឹងយើងធ្វើការចតឡានហើយធ្វើដំណើរដើរដោយថ្មើរជើងទៅលើដល់ចុងខាងលើហ្មងនេះគង់តែមេឃស្អាតមេឃសតុំឯណាគ្នាបើមេឃស្រឡះភ្លឺល្អវិញទេសភាពពិតបដ ដោយងាកទៅមានតែក៏ដីតាក្រមមានវ៉ា amazing ប៊ុំនឹកឃើញស្ដាយទៀតហើយបើមានស្នេហាខ្ញុំនាំមកដេតលើនេះហ្មងនេះ fresh ហាវសូម review ស្បែកមុខតិចអ្នកនរគ្នានេះខ្ញុំផាត់មុខតាំងពីព្រលឹមដល់ល្ងាចឯណាមុខអត់មានបែកខ្លាញ់អីទេ finally ពួកខ្ញុំបានធ្វើដំណើរមកដល់ប្រទេសអ៊ីតាលីហើយចឹងជិះពីប្រទេសមួយចូលប្រទេសមួយហ្មងមកដល់នេះមកដល់ទឹកដីបងប្រុសខ្ញុំហើយចឹងគាត់នាំទៅញ៉ាំ buffet នៅនេះគឺជាហាងលក់ម្ហូបអាស៊ីអ្នកទាំងអស់គ្នាចឹងយើងចង់ញ៉ាំជាមុខម្ហូបមួយហៅតាមតម្លៃគេក៏បានយើងចង់ញ៉ាំ buffet ក៏បានដែរចឹងពេលយើងញ៉ាំ buffet យើងអាចហៅរបស់ក្នុងមនុយគេនឹងទាំងអស់ហ្មងចឹងខ្ញុំញ៉ាំ3នាក់នេះអស់ប្រហែល$120ហ្នឹងអ្នកទាំងអស់គ្នាប្រហែលម្នាក់40ញ៉ាំអីហើយគឺមកកន្លែងគេហើយបងខ្ញុំជួលលក្ខណៈAirbnb ចឹងមានចក្រានបាយស្រួលយើងធ្វើអីញ៉ាំពេលព្រឹកវីដេអូខ្ញុំអត់ទាន់ចប់ទេអ្នកទាំងអស់គ្នានៅអេពីសូតក្រោយទៀតកុំភ្លេច follow ផងព្រោះខ្ញុំតភាគដោយរឿងចិនចឹងកុំភ្លេចជួបគ្នាឆាប់ៗនៅវីដេអូក្រោយដំណើរកម្សាន្តនៅក្នុងប្រទេសអ៊ីតាលី